បាយឆ្នាំងបាយអាជីវកម្មរបស់ពលរដ្ឋការអនុវត្តច្បាប់ដោយដំណាភៀមគឺជាគ្រឹះនៃការអភិវឌ្ឍប៉ុន្តែបើការអនុវត្តនោះខ្វះភាពទន់ភ្លន់វានឹងក្លាយជាការគំរាមកំហែងជុំវិញបញ្ហានេះអ្នកអង្គការលឹមហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូបញ្ជាក់ថាវិស័យឯកជនតែងតែស្វាគមន៍និងទាមទារឲ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តការងារដោយភាពស្មោះត្រង់និងឈរលើគោលការណ៍អនុលោមភាពតាមច្បាប់ជាធំអ្នកជំនួញរំនេះបានសង្កត់ធ្ងន់ថាការដើរតាមគន្លងច្បាប់ដ៏ត្រឹមត្រូវមិនត្រឹមតែជួយឲ្យការងាររបស់រដ្ឋបាលសាធារណៈមានប្រសិទ្ធភាពនោះទេប៉ុន្តែវានឹងផ្ដល់នូវយុត្តិធម៌និងភាពស្ងប់ចិត្តដល់វិស័យឯកជនទាំងមូលយើងធ្វើការខាងក្រៅជាមួយមន្ត្រីអនុវត្តច្បាប់កន្លងមកក៏ដោយក្នុងនាមវិស័យជនយើងតែងតែទាមទារឲ្យគាត់អនុវត្តអ្វីទៅតាមច្បាប់អនុលោមភាពទៅតាមច្បាប់នេះជាសំខាន់ណាស់ធ្វើម៉េចកុំឲ្យមានការថាមិនអនុលោមភាពទៅតាមច្បាប់បាទនិយាយអស់ចេះបាទអ្វីដែលវិស័យឯកជនសប្តាហ៍ថ្ងៃនេះកំពុងតែតាមរយៈយន្តការរាជរដ្ឋាភិបាលផ្នែកឯកជនដែលយើងបង្កើតសហប្រធានរហូតដល់16សហប្រធានហើយគឺដើរគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ហ្នឹងគឺទាមទារឲ្យគាត់អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ 100% បាទយើងចង់បានតែប៉ុណ្្នឹងឯងដើម្បីភាពយុត្តិធម៌និងតម្លាភាពរវាងមន្ត្រីអនុវត្តច្បាប់និងអ្នករកស៊ីដោយឡែកលោកសេសុជាតិអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នែកគំនិតនិងការស្រាវជ្រាវយល់ឃើញថាអាជ្ញាធរមានសមត្ថកិច្ចគួរមានការចុះត្រួតពិនិត្យលើការនាំចូលទំនិញតាមច្រកនានាពិសេសលើទីតាំងឃ្លាំងស្តុកនិងចែកចាយទំនិញជាជាងទៅពិនិត្យទំនិញរបស់អាជីវករលក់រាយសម្រាប់អ្នកជំនាញរូបនេះការអនុវត្តការងារលើពីការណែនាំនឹងធ្វើឲ្យប៉ះពាល់ដល់គោលការណ៍របស់រដ្ឋាភិបាលទន្ទឹមនឹងនេះអ្នកជំនាញរូបនេះស្នើដល់រដ្ឋាភិបាលឲ្យអនុវត្តច្បាប់តឹងរឹងលើអ្នកគប់កិតដែលលួចនាំចូលទំនិញខុសច្បាប់ចូលមកកម្ពុជាដើម្បីកុំឲ្យអ្នកដទៃយកគំរូតាមចំពោះអ្នកដែលនៅតែបំពេញខ្ញុំគិតថាគួរតែចាត់វិធានការទៅតាមផ្លូវច្បាប់មិនថាអាជីវករឬក៏អ្នកនាំចូលឬក៏អីទេបើសិនជាពួកគាត់នៅតែក៏ក្លឿនឬក៏នៅតែហ៊ានប្រព្រឹត្តបទល្មើសឬក៏នាំចូលដោយមិនគោរពទៅតាមគោលការណ៍ច្បាប់ខ្ញុំគិតថាវាជារឿងដែលអាចអនុវត្តទៅតាមច្បាប់ដើម្បីទប់ស្កាត់កុំឲ្យអ្នកដទៃទៀតយកគំរូតាមបាទគូបញ្ជាក់ថាសភាពាណិជ្ជកម្មកម្ពុជានិងអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាបន្ទាន់មួយកាលពីពេលថ្មីកន្លងទៅនេះដើម្បីស្វែងយល់និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនពាក់ព័ន្ធនឹងការចុះត្រួតពិនិត្យឃ្លាំងនិងទំនិញរថពន្ធពីប្រទេសនានាជាពិសេសពីប្រទេសថៃនៅក្នុងឱកាសនោះវិស័យឯកជនបានលើកឡើងចំថាករណីចុះត្រួតពិនិត្យទំនិញមួយចំនួននាពេលកន្លងមកគឺធ្វើឡើងដោយរំលងនីតិវិធីច្បាប់និងខ្វះការចូលរួមសម្រួលផ្នែកបច្ចេកទេសពីមន្ត្រីគយដែលមានជំនាញពិតប្រាកដរូបភាពទាំងនេះមិនត្រឹមតែបង្កើតជាភាពភ័យខ្លាចដល់អាជីវករនិងបំផ្លាញស្ថិរភាពការវិនិយោគប៉ុណ្ណោះទេប៉ុន្តែវាក៏បានជះស្រមោលអាប់អួរដល់កេរ្តិ៍ឈ្មោះនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរដែលទាមទារឲ្យមានការកែតម្រង់និងកំណត់បន្ទាត់ព្រំដែននៃការអនុវត្តការងាររបស់អាជ្ញាធរថ្នាក់